และការឈឺចាប់ច្រើនឆ្នាំផ្ទុះរឿងជាមួយឪពុកលើកនេះតែពិសិដ្ឋដាច់ចិត្តទម្លាយទាំងអួលពីភាពរកាំរកូសក្នុងគ្រួសារដែលធ្វើឲ្យម្ដាយនាំកូនចុះចេញពីផ្ទះទាំងបាត់ដៃទទេជាការប៉ុណ្ណាអ្នកគាំទ្រតារាចម្រៀងរ៉េបតែពិសិដ្ឋច្បាស់ជាបានជ្រាបរួចមកហើយនៅរឿងរ៉ាវកំពុងផ្ទុះនៅរយៈពេលប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីឪពុករបស់លោកបានបង្ហោះសម្លេងប្រកាសកាត់ការលោកចោលក្នុងនោះដែរក្រោយឪពុករបស់តារាចម្រៀងរ៉េបតែពិសិដ្ឋបានចេញមកប្រកាសបែបនេះអ្នកម្ដាយរបស់លោកក៏បានចេញមកទម្លាយពីរឿងជីវិតគ្រួសារដូចគ្នាខណៈមកដល់ពេលនេះឪពុកម្ដាយលោកតែពិសិដ្ឋក៏បានបែកបាក់គ្នាយូរឆ្នាំមកហើយដែរយ៉ាងណាមិញក្រោយផ្ទុះនឹងការចែករំលែកពីរឿងឯកជនរបស់តែពិសិដ្ឋហើយនោះនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នេះតារាចម្រៀងរ៉េបរូបនេះក៏បានចេញមកបង្ហោះសម្លេងយ៉ាងវែងអន្លាយដូចជាបារ៉ូចម្រៀងដែលរៀបរាប់ពីជីវិតដ៏ឈឺចាប់មុនពេលឪពុកម្ដាយបែកបាក់គ្នានឹងរឿងរ៉ាវពីក្រោយជាច្រើនទៀតសម្លេងនោះទេពិសិដ្ឋបានរៀបរាប់ថាប៉ាខ្ញុំមកភ្នំពេញធ្វើការប៉ាថាខ្ញុំរត់ចោលស្រុកប្រាក់ពាន់បានមកខ្ញុំដកទៅទិញសម្ភារៈធ្វើការព្រោះគ្មានអ្នកណាជួយតែប៉ាភ្លេចហើយឬផ្ទះថ្មីប៉ាធ្វើតាមពិតទៅគ្មានបន្ទុកខ្ញុំទេម៉ាក់លួងប៉ារកខែទៅប៉ាធ្វើឲ្យខ្ញុំមិនដឹងប៉ាបានប្រាប់ប្អូនឲ្យឈប់ហៅឈ្មោះខ្ញុំឈឺចាប់ដេកយំរាល់យប់ប៉ាដឹងអត់ថាម៉ាក់មិនចង់ចាក់ចេញទេតែទ្រាំមើលប៉ាវាយកូនមិនបានទៅម៉ាក់ចាក់ចេញខ្ញុំមិនដឹងថាប៉ាដៃធ្ងន់ប៉ាខ្ញុំមិនអីទេតែប្អូននៅតូចប៉ាក៏គួរណាស់តែលើកលែងប៉ាដែលមានពេលអង្គុយគិតពីរឿងនឹងអត់ខ្ញុំជាកូនដែលជ្រើសរើសនៅខាងប៉ាពេលដែលគ្រួសារបែកបាក់គ្នាដំបូងតែក្នុងចិត្តប៉ាចង់គំនុំមិនដោះលែងអញ្ចឹងហើយបានជារឿងរ៉ាវវែងឆ្ងាយចឹងកូនសប្បាយនឹងទីក្រុងកូនមិនសប្បាយនឹងទីក្រុងទេគ្រាន់តែការងារកូនមើលទៅដូចសប្បាយខ្ញុំជាកូនទៅលេងប៉ារហូតទោះប៉ាប្រាប់ម៉ាក់ថាកុំអោយអាចឆ្ងាយនេះជន់ផ្ទះអញទៀតក៏ដោយបាននិយាយឲ្យស្រួលទៅឆាតក៏ខ្ញុំឆាតទៅប៉ាខលក៏ខ្ញុំខលទៅប៉ាហើយក៏ជិះទៅលេងប៉ាហើយក៏សុំឲ្យប៉ាភ្លេចលឿនម្លេះប៉ាសួរតែអ្នកជិតខាងក៏គេដឹងដែរប៉ាដឹងអត់ថាខ្ញុំមិនដែលត្រូវការនឹងទាមទារលុយប៉ាឬក៏ចង់បានលុយប៉ាម្ដងណាទេតែប៉ាទៅជាធ្វើបែបនេះខ្ញុំមិនដែលជឿទេគ្រប់ពេលដែលប៉ាជួបមុខខ្ញុំនៅក្រៅប៉ាហៅខ្ញុំកូនពេញមាត់ខ្ញុំសប្បាយចិត្តណាស់តែខ្ញុំចេញពីផ្ទះមិនបានប៉ុន្មានថ្ងៃផងប៉ាខលទៅម៉ាក់ហៅខ្ញុំអាចឆ្កែម៉ាក់ដើរចេញពីផ្ទះមិនយកលុយតាមខ្លួនសំបី1រៀលខ្លួនជាស្រីគ្មានលុយណាមកចិញ្ចឹមកូនខំណាស់តម្រាំបាន5000រៀល10000រៀលហើយត្រូវបាញ់ឲ្យខ្ញុំទៀតព្រោះពេលនោះខ្ញុំកំពុងដេញតាមចាប់ក្តីស្រមៃប៉ាគិតមើលឲ្យវែងឆ្ងាយម្លេះណាប៉ានិយាយជាមួយខ្ញុំនិងម៉ាក់ផ្ទាល់មកគ្នាហើយរឿងខ្លះប៉ាគិតតែម្នាក់ឯងស្រមៃម្នាក់ឯងរហូតដល់ថ្នាក់គិតថាការស្រមៃមួយនឹងជាការពិតខ្ញុំមិនដែរតបតព្រោះខ្ញុំស្រឡាញ់ប៉ាតែខ្ញុំក៏មិនអាចឈោមើលប៉ាថាឲ្យម៉ាក់បែបនឹងដែរប៉ាវាយពួកខ្ញុំដើម្បីឲ្យអស់ចិត្តខ្លួនឯងប៉ាធ្វើចោះតែពួកខ្ញុំព្រមចាញ់ព្រោះដើម្បីតែមនុស្សខ្លួនស្រឡាញ់មកដល់នឹងពេលនេះក៏កូននៅតែស្រឡាញ់ប៉ានឹករលឹកប៉ានឹងការដឹងគុណប៉ាមិនដែលស្អប់ប៉ាម្ដងណាទេកូនរួចរាល់ការងារពេលណាកូននឹងទៅលេងប៉ាម្ដងទៀតហើយក៏សូមទោសអ្នកគ្រប់គ្នាក៏ដូចជាអ្នកគាំទ្រខ្ញុំទាំងអស់ដែលធ្វើឲ្យមិនសប្បាយចិត្តនឹងឃើញរឿងបែបនេះពាក្យពិតក្នុងចិត្តកូន